បាទសួស្តីពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំបានមកឆាត្រីខកំប៉ុងជាមួយត្រកួនស្រែទាំងអស់គ្នាចឹងណាបងប្អូនជាដំបូងយើងបេះត្រកួនស្រែស្អាតហើយចិត្តហើយដើម្បីដាក់លាងទឹកចឹងណាបងប្អូនណានេះយើងកំពុងដាក់ក្នុងចានដែកមួយយើងហាន់វាជាកង់ហើយរួចមកយើងដាក់លាងទឹកឲ្យស្អាតមកបងប្អូនណាព្រោះត្រកួននេះត្រកួនស្រែដុះនៅតាមអូរក្បែរផ្ទះយើងអាចយកមកឈានហូបបានហើយបងមកឆាមកឈាននឹងទៅអញ្ចឹងណានេះបងប្អូនត្រីខយើងពីកំប៉ុងអញ្ចឹងណាបងប្អូនណាហើយជាបន្ទាប់មកនោះយើងមកចិញ្ច្រាំខ្ទឹមនឹងឲ្យវាម៉ត់តិចមកទៅមកយើងដាក់បំពងខ្ទឹមនៅឆ្នាំងខ្ទះមួយមកអញ្ចឹងណាបងប្អូនណាយើងបំពងខ្ទឹមនេះឲ្យវារាងឈ្ងុយឲ្យវារាងក្រហមបន្តិចមកអញ្ចឹងណាបងប្អូនណាទៅមកយើងដាក់ស្ករសអញ្ចឹងណាយើងដាក់ស្ករសលីងវាជាមួយមកទៅមកយើងចាក់ទឹកត្រីចូលមកឆាបងប្អូនណាឈ្ងុយចាំពេលចាក់ទឹកត្រីជាមួយខ្ទឹមហ្នឹងបងប្អូនណានេះផ្សាយវាមកក៏ឈ្ងុយតែម្ដងបងប្អូនណាតទៅពីខ្ទឹមយើងមើលឡើងក្រហមឡើងបំពងហើយអស់មកយើងត្រូវតែដាក់ទឹកគួនចូលអញ្ចឹងណាបងប្អូនណាទឹកគួននេះហៅទឹកគួនស្រែចំតែម្ដងបងប្អូនណាគ្រាន់តែមើលក៏ដឹងថាទឹកគួនស្រែ 100% ដែរអញ្ចឹងណាបងប្អូនណានេះបងប្អូនយើងកូរវាចូលមកបន្ទាប់មកពុះហើយម្សៅយើងចាក់រ៉ូឌីសចូលបន្ថែមមកបងប្អូនបន្ទាប់មកយើងដាក់ម្សៅស៊ុបតិចមកគេហៅថាប៊ីចេងអញ្ចឹងណាបងប្អូនណាចឹងយើងកូរទាំងអស់ហ្នឹងឲ្យវាចូលជាតិចូលអីគ្នាជាមួយទឹកគួនជាមួយនឹងម្សៅស៊ុបអស់ហ្នឹងឲ្យហើយបងប្អូនណានឹងហើយបងប្អូនយើងកូរឡើងដើម្បីឲ្យវាចូលជាតិជាមួយនឹងទឹកជាមួយនឹងទឹកគួនហ្នឹងបន្ទាប់មកទឹកគួនយើងឆ្អិនតិចហើយយើងចាក់ត្រីខកំប៉ុងយើងចូលអញ្ចឹងណាបងប្អូនណាត្រីខនេះហៅត្រីខកំប៉ុងនោះ3នាក់អញ្ចឹងណាហៅក្រមុំ3នាក់អញ្ចឹងណាបងប្អូនណានេះបងប្អូនយើងចាក់ពី3កំប៉ុងចូលមកអញ្ចឹងណាប្រហែលម្ហូបលឿនណាបងប្អូនណាចាំមកយើងកូរវាចូលជាតិត្រីខជាមួយនឹងត្រកួនជាមួយនឹងទឹកជាមួយនឹងគ្រឿងដែលយើងបានផ្សំហ្នឹងអញ្ចឹងណាបងប្អូនណាហើយម្ហូបនេះលឿនណាបងប្អូនអត់មានអីយូរទេគ្រាន់តែត្រកួនមកលាងទឹកឲ្យស្អាតដាក់ឆាមកខ្វាយតែម្ដងចិត្តឆ្អិនទៀតហើយបងប្អូនណាគឺម្ហូបលឿនតែម្ដងហើយឆ្ងាញ់ណាបងប្អូនណាហូបបាយអេមតែម្ដងណាដាំបាយស្រួយបងប្អូនណាដាំបាយស្រួយមានក្តាំងស្រួយក៏មកខ្ញោកយកមកហូបបងប្អូនណាឆ្ងាញ់តែម្ដងបងប្អូនណានេះបងប្អូនយើងដាក់ពងទា2 3គ្រាប់មកបងប្អូនណាលាយជាមួយនឹងដើម្បីបង្កើតរសជាតិឆ្ងាញ់តែម្ដងណាបងប្អូនណាមកនេះសិតតែម្ហូបបុះសុទ្ធណាបងប្អូនណាអត់សូវមានអីប្រហែលទេមានសាច់ត្រីធម្មតាអញ្ចឹងបងប្អូនណានេះបងប្អូនក្លិនវាឈ្ងុយពេលផ្សែងវាហើមកបងប្អូនណាវាហុយតាមខ្យល់តាមអីមកទុំក្លិនឈ្ងុយតែម្ដងឃើញគឺហេបបាយតែម្ដងបងប្អូនអើយម្ហូបលឿនហើយឆ្ងាញ់ហើយឈ្ងុយទៀតហើយបញ្ញាប់តណាតនេបងប្អូនអាចធ្វើនឹងបានអញ្ចឹងណាបងប្អូនណាបន្ទាប់យើងថែមពងទាកដាលមួយទៀតដូចព្រះច័ន្ទពេញបរមីអញ្ចឹងណាបងប្អូនណាគឺមើលទៅតំណងដែរបងប្អូនណាដឹងថាឆ្ងាញ់ជាតិហើយថ្ងៃនេះបងប្អូនអើយការហូបត្រីខយូរគឺឆ្ងាញ់ហ្មងបងប្អូនណាណែបងប្អូនឥឡូវនេះគឺឆ្អិនហើយយើងដួសដាក់ចានមួយអញ្ចឹងណាដាក់ចានពងក្រពើមួយទៅបងប្អូនយើងទុកយកទៅបរិភោគឬក៏ញ៉ាំអីជុំគ្នាទៅអញ្ចឹងណាបងប្អូនណានេះបងប្អូនយើងរៀបដាក់ក្រត់តិចតួចមកហើយដាក់ដល់ចិត្តនឹងទៅដើម្បីបង្កើនពណ៌រសជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនបន្តមកយើងថែមម្ទេសយើងមកបងប្អូនម្ទេសនេះគឺហឹរណាបងប្អូនម្ទេសអាចសัตว์នេះទួយនេះគឺហឹរមែនទែនអញ្ចឹងណាបងប្អូនណាអរគុណច្រើនវីដេអូក្នុងថ្ងៃនេះមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន